ជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នានៅក្នុងធ្វើការបង្ហាញតាក់ទងនឹងhomework ដែលដាក់ឲ្យតាក់ទងនឹង Vue.js ដោយយើងធ្វើតាក់ទងនឹងការ add user ហើយបង្ហាញ user ហ្នឹងឲ្យចេញជា list ហើយ store user ហ្នឹងនៅក្នុង local storage ដោយនៅពេលដែលយើង refresh ទៅវាអត់បាត់ទេអញ្ចឹងproject នេះខ្ញុំប្រើតាក់ទងនឹង Vue.js ដោយធ្វើការមាន input form ចំនួន3ឧទាហរណ៍ឥឡូវខ្ញុំធ្វើការបំពេញ form name age ហើយនឹង profession អញ្ចឹងខ្ញុំធ្វើការ add user អញ្ចឹងវា display តាក់ទងនឹងតម្លៃឲ្យហើយនៅពេលដែលខ្ញុំ refresh វាទៅវាអត់បាត់ទេអញ្ចឹងវា store តម្លៃហ្នឹងចូលទៅក្នុងlocal storage អញ្ចឹងនឹងធ្វើការបើកកន្លែង application ឲ្យអ្នកទាំងអស់គ្នាមើលទាំងអស់គ្នាអញ្ចឹងធ្វើការបើក application ហើយចូលមើលនៅក្នុង local storage អញ្ចឹង data ទាំងអស់ហ្នឹងដែលយើងបាន add នៅក្នុង form ហ្នឹងវាប្រកាសជាចូលនៅក្នុងlocal storage ដែលយើងបញ្ចូលអញ្ចឹងដើម្បីធ្វើ view ហ្នឹងបានយើងចូលទៅកាន់ការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងយើងចូលមកកាន់ code មកអញ្ចឹងនេះគឺជា code ដែលខ្ញុំបានបង្កើតមាន3 page មានដូចជា add user leave ហើយនឹង list ហើយនឹង app អញ្ចឹងចំពោះ app user យើងប្រើវាដើម្បីបោះទិន្នន័យពីកូនទៅមេហើយពីមេមកកូនហើយចំពោះ add user ហ្នឹងគឺជា form ហើយដល់ពេល list ហ្នឹងគឺជាការបង្ហាញ list ដល់ពេលយើង add ហើយអញ្ចឹងយើងចូលទៅកាន់ app មុនអញ្ចឹងចំពោះ app យើង import file មកសិនមានដូចជា ref list ហើយនឹង add user file អញ្ចឹងដល់ពេលដែលយើង import មកហើយយើងចូលទៅប្រកាសវាដែលយើងប្រើ list ដែលយើងប្រើ tag ដែលមានឈ្មោះដូចគ្នាហ្នឹងអញ្ចឹងខ្ញុំប្រើ tag តាក់ទងនឹង tag add user tag តាក់ទងនឹងlist tag អញ្ចឹងដល់ពេលដែលខ្ញុំប្រើវាហើយខ្ញុំអាចប្រកាសវាបានហើយខ្ញុំអាចប្រើ file ទាំងពីរហ្នឹងហើយអញ្ចឹងឥឡូវចូលទៅកាន់ add user មុនចំពោះ add user ហ្នឹងជា file ដែលយើងបោះទិន្នន័យនៅពេលដែល user គាត់ input ចូលនៅក្នុង form ហើយយើងបោះវាពី children ហ្នឹងទៅកាន់ parent អញ្ចឹងយើងមាន function ដូចជាscript ដែលយើងមានក្នុងហ្នឹងមានvariable មួយឈ្មោះ image ដែល image ហ្នឹងជា function ដែលយើងបោះទិន្នន័យពីកូនហ្នឹងទៅកាន់មេដែលយើងប្រើឈ្មោះ add user ដើម្បីតំណាងឲ្យ image មួយហ្នឹងហើយយើងក៏មាន form ដើម្បី store ទិន្នន័យដែលយើងដើម្បីនៅពេលដែលយើង input data ចូលនៅក្នុង form មួយដែរចឹងនៅពេលយើង input data ចូលវាចូលទៅកាន់ form variable ដែលយើងបានប្រកាសហើយហ្នឹងហើយមួយទៀតយើងក៏មាន function ដែលមានឈ្មោះថាsubmit form ដែរចំពោះ function ហ្នឹងយើង check តាក់ទងនឹងតម្លៃ form ដែលយើងបានបញ្ចូលហ្នឹងថាវាជាតម្លៃ name age ឬហើយនឹង profession អត់បើវាជាតម្លៃហ្នឹងយើងបញ្ចូលវាចូលនៅក្នុង image ហើយឲ្យវា clear ទៅជា0វិញកុំឲ្យវា store ជា array ច្រើនដងអញ្ចឹងយើងចូលទៅមើល form ទាំងអស់គ្នាអញ្ចឹងចំពោះ form របស់យើងមានcode HTML ដែលយើងប្រើ Tailwind ក្នុងការ design អញ្ចឹងយើងមាន form ទាំងអស់ហ្នឹងហើយយើងមានevent click មួយ directive click directive on ដែលយើងប្រើជា submit ដើម្បី submit form បញ្ចូលfunction submit form របស់យើងហ្នឹងដើម្បីឲ្យវាទទួលឬក៏ check លក្ខខណ្ឌដែលយើងបាន set មកហើយបន្ទាប់មកយើងប្រើតាក់ទងនឹង directive vModel ដើម្បីចាប់តម្លៃពី input មួយរបស់យើងហ្នឹងមានដូចជា name age ហើយនឹង profession ហ្នឹងអញ្ចឹងform ហ្នឹងយើងប្រើ form ដកតម្លៃរបស់វាអញ្ចឹងយើងមាន3បន្ទាប់មកយើងមានតាក់ទងនឹងប៊ូតុងមួយដែលថែបវាជា submit អញ្ចឹងនៅពេលដែល user គាត់ click ទៅលើប៊ូតុងហ្នឹង submit ហ្នឹងវានឹងចូលទៅកាន់ directive ដែលយើងប្រកាសឲ្យវា prevent ទៅលើ submit form ហ្នឹងអញ្ចឹង form ហ្នឹងវាប្រកាសជាចូលទៅកាន់ function submit form ហើយធ្វើការ check លក្ខខណ្ឌហើយអញ្ចឹងបើសិនបើលក្ខខណ្ឌវាត្រូវវានឹងចូលទៅកាន់ array ដែលយើងបានប្រកាស form មួយហ្នឹងនៅពេលដែលយើងប្រកាស form ហើយតម្លៃវាចូលនៅក្នុង form ហើយវាចាប់ផ្ដើម
check លក្ខខណ្ឌnày ចឹងនៅពេលដែលយើង check លក្ខខណ្ឌនឹងត្រូវតម្លៃត្រូវនៅក្នុង array ហ្នឹងយើងធ្វើការ emit តម្លៃរបស់យើងហ្នឹងចូលទៅកាន់function emit ដែលយើងដាក់ឈ្មោះថា add user ហ្នឹងចឹងនៅពេលដែលយើង emit ចូលហើយយើងចូលទៅកាន់ app ម្ដងចឹង app យើងប្រើadd user emit ដើម្បីទទួលតម្លៃបន្ទាប់មកយើងឲ្យvariable emit ដែលយើងបង្កើតនៅក្នុងadd user ហ្នឹងឲ្យវាស្មើជាមួយនឹង add user to list ចឹងយើងឲ្យវាស្មើជាមួយនឹង add user to list ទៅយើងបង្កើត function ដែលមានឈ្មោះថា add user to list ហ្នឹងដើម្បី store ព័ត៌មានឬក៏ data ដែលយើងទទួលបានពី add user ហ្នឹងមកចឹងចំពោះ add user to list ចំពោះ function មួយហ្នឹងយើងបង្កើតនៅខាងក្រោមយើងប្រកាសវានៅខាងក្រោមនេះចឹងយើងប្រកាស function មួយហ្នឹងមកតែមកយើងឲ្យតម្លៃរបស់យើងហ្នឹង push ចូល user ដែលយើងបានប្រកាស variable ចោលនៅខាងលើនេះយើងប្រកាស variable ចោលមួយទៅតាំងវាជា array ទៅហើយយើង push តម្លៃដែលយើងបានមកពីadd user ហ្នឹងចូលទៅកាន់ array ទៅហ្នឹងចឹងនៅពេលដែលយើង push តម្លៃហ្នឹងចូលហើយចូល array ទៅហ្នឹងហើយវានឹងធ្វើការ loop ដោយដំបូងវា store នៅក្នុង move on សិនon mon វា store នៅក្នុង on mon សិននៅពេលដែលចូលនៅក្នុង on mon ហ្នឹងវាដំណើរការអញ្ចឹងវាធ្វើការ store តម្លៃ user នៅក្នុង array ហ្នឹងចូលនៅក្នុង local storage ដែលយើងបាន set ហ្នឹងអញ្ចឹងវា translate វាដាក់លក្ខខណ្ឌមកបើសិនបើជា array ហ្នឹងឲ្យវា trend ទៅជា JSON file ចឹងនៅពេលដែលយើងឲ្យវា store ទៅក្នុង local storage ហើយយើងធ្វើការអាចយក user ហ្នឹងយកមក loop ធម្មតានៅក្នុងlist ហ្នឹងដែលយើងប្រើdirective ឈ្មោះ v4 ចឹងយកវាយកមក loop មកបន្ទាប់មកយើងយកតម្លៃដែលយើង loop ហ្នឹងយកមកដាក់នៅក្នុង prop ដែលយើងតាំងវានឹងឈ្មោះ user ហ្នឹងដើម្បីបោះទៅកាន់ list អញ្ចឹងយើងតាំងprop 2មានដូចជា prop មួយឈ្មោះ user prop មួយឈ្មោះ index prop អញ្ចឹងយើងតាំងពី prop ហ្នឹងដើម្បីបោះតម្លៃ user ហើយនិង index ទៅកាន់ list ដែលយើងនឹង display list របស់យើងហ្នឹងចូលអញ្ចឹងយើងចូលទៅកាន់ list ទាំងអស់គ្នាអញ្ចឹងយើងចូលទៅកាន់list មកអញ្ចឹងចំពោះ file list យើងមានកូដតាក់ទងនឹងការ display តម្លៃរបស់យើងហ្នឹងដែលបានចាប់មកពី parent ដែល parent ហ្នឹងបោះតម្លៃមកកាន់ children ហើយយើងប្រើ function មួយមានឈ្មោះថា define prop ដើម្បីទទួលតម្លៃមកពី parent app ហ្នឹងអញ្ចឹងនៅពេលដែល parent app ហ្នឹងបោះតាម prop ដែលបានតាំងបាញ់មិញហ្នឹងមកអញ្ចឹង children វានឹងយកតម្លៃពី parent បោះហ្នឹងយកមកប្រើប្រាស់នៅក្នុងខ្លួនវាអញ្ចឹងយើងប្រើ function define prop ហើយយើងយក prop ដែលយើងបានតាំងមិញហ្នឹងឈ្មោះ user ឲ្យថាវាជា object ហើយ require វា true ហើយ prop មួយទៀតឈ្មោះindex prop ហ្នឹងឲ្យថាវាជា object ដូចគ្នាថាវាជា name ក៏ប៉ុន្តែ require វា true ដូចគ្នាតមកឲ្យវា display តម្លៃដែលចាប់បានពី parent ហ្នឹងទៅតាមផ្នែកវានីមួយៗមានដូចជា name age ហើយនិងposition ចឹងនៅពេលដែលយើងបោះទៅក្នុងតម្លៃមួយហើយបន្ទាប់មកដល់វគ្គ remove ម្ដងអញ្ចឹងយើងមានប៊ូតុងមួយដើម្បី remove អញ្ចឹងដើម្បី remove បានលុះត្រាតែយើងបោះយើងយក index របស់ user មួយហ្នឹងយកមក remove អញ្ចឹងយើងប្រើ function មួយឈ្មោះថា delete user ហើយបោះ index ដែលយើងទទួលបានពី parent ហ្នឹងចូលទៅក្នុងហ្នឹងអញ្ចឹងយើងបង្កើត function មួយឈ្មោះ user ហើយ emit function ហ្នឹង emit តម្លៃ index ហើយនឹងindex ហើយនឹង function emit ហ្នឹងចូលអញ្ចឹងនៅពេលដែលយើង emit ទៅindex ហ្នឹងការ remove របស់យើងហ្នឹងនឹងបោះទៅកាន់ parent ទៅកាន់ app ឲ្យ app វាដំណើរការ remove អញ្ចឹងនៅពេលដែលយើងបង្កើត function declare delete user ហ្នឹងហើយនៅពេលដែល user គាត់ click ទៅលើប៊ូតុង delete អញ្ចឹង action ហ្នឹងនឹងធ្វើការ delete user ហ្នឹងចេញពី array អញ្ចឹងនៅពេលដែលយើង delete ហើយវានឹង emit ដែលយើងបាន delete ហ្នឹងទៅកាន់ app អ
ចឹង app វានឹងទទួលaction ដែល user គាត់ delete ហ្នឹងចូលទៅកាន់ delete user image ហើយយើងបង្កើត function មួយឈ្មោះថា remove user ចឹង remove user ហ្នឹងជា function ដែលយើងធ្វើការ delete ទៅលើ user មួយដែលយើងទទួលបានមកពីការ click នៅក្នុង list ហ្នឹងចឹងនៅពេលដែល image គាត់បោះហើយយើងយកfunction remove user ហ្នឹងឲ្យស្មើជាមួយនឹង image ដែលយើងទទួលមកចឹងប្រតិកម្មហ្នឹងយើងឲ្យវាsplit function ដើម្បីឲ្យវា delete ទៅលើ index របស់វាមួយហ្នឹងហើយ delete ទៅលើ index ម្ដងមួយនៅពេលដែលយើងdelete ចឹងនៅពេលដែលយើង delete ហើយយើងប្រើ watch function ដើម្បីធ្វើការ restart ឬក៏ refresh នៅក្នុង local storage របស់យើងហើយ local storage ហ្នឹង clear អីដែលយើងបាន delete ហ្នឹងនៅខាងក្រៅអញ្ចឹងនៅពេលដែលយើង delete ហើយ watch function នឹងដំណើរការអញ្ចឹង watch function នឹងចូលធ្វើការ delete user ហ្នឹងចេញពី local storage អញ្ចឹងនៅពេលដែល delete ចេញពី local storage user ហ្នឹងក៏វាបាត់នៅក្នុង array ដែរអញ្ចឹងចំពោះការ demo របស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃក្នុងការតាមដានវីដេអូរបស់ខ្ញុំអញ្ចឹងសូមអរគុណសូមជម្រាបលា